ព្រះគម្ពីរដកស្រង់ពីទីម៉ូថេចំពុក3ខ16គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេក៏មានប្រយោជន៍សម្រាប់ការបង្រៀនការរំលឹកឲ្យដឹងខ្លួនការប្រដៅតម្រង់និងការបង្ហាត់ខាងឯសេចក្តីសុចរិតព្រះគម្ពីរគឺខ្យល់ដង្ហើមរបស់ព្រះដែលទ្រង់បានបញ្ចេញព្រះគឺជាពន្លឺជាជីវិតជាសេចក្តីស្រឡាញ់ជាចេស្តានិងជាប្រាជ្ញាចំណុចទាំងនេះហើយដែលព្រះជាម្ចាស់បានបញ្ចេញចូលទៅក្នុងព្រះគម្ពីរមានប្រាជ្ញាដែលអាចឲ្យយើងបានសង្គ្រោះខ្លឹមសារពីទីម៉ូថេចំពុក3ខ16គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេក៏មានប្រយោជន៍សម្រាប់ការបង្រៀនការរំលឹកឲ្យដឹងខ្លួនការប្រដៅតម្រង់និងការបង្ហាត់ខាងឯសេចក្តីសុចរិត2ពេត្រុសចំពុក1ខ21មនុស្សបរិសុទ្ធរបស់ព្រះដែលបានទាយដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញពីទីម៉ូថេចំពុក3ខ15បទគម្ពីរទាំងប៉ុន្មានដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផងរ៉ូម៉ាំង1គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេហើយមនុស្សបរិសុទ្ធរបស់ព្រះដែលបានទាយដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្ដាលវិញព្រះបន្ទូលរបស់ព្រះមកដល់មនុស្សដោយសារព្រះវិញ្ញាណបរិសុទ្ធហើយមនុស្សទាំងនេះនិយាយដោយសារព្រះវិញ្ញាណបរិសុទ្ធជាអ្នកបណ្ដាលដូចជាទូកក្តោងត្រូវបានខ្យល់បក់ផាត់និងធ្វើចលនាដោយសារខ្យល់ B ពួកអ្នកសរសេរព្រះគម្ពីរគឺត្រូវបានបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធនិងនៅក្រោមចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធហើយត្រូវបានបក់និងនាំដោយសារព្រះវិញ្ញាណដើម្បីសម្ដែងព្រះបន្ទូលរបស់ព្រះគម្ពីរមិនបានចេញមកពីមនុស្សឬជាការបញ្ចេញគំនិតពីមនុស្សឡើយផ្ទុយទៅវិញមនុស្សទាំងនេះបានសរសេរព្រះបន្ទូលដែលចេញមកពីព្រះរ៉ូម៉ាំង2ព្រះគម្ពីរគឺជាខ្យល់ដង្ហើមរបស់ព្រះដែលទ្រង់បានបញ្ចេញកាលណាយើងដកដង្ហើមចេញនោះគឺជាខ្យល់ដង្ហើមរបស់យើងហើយខ្យល់ដង្ហើមនេះគឺចេញមកពីខ្លួនរបស់យើងដូច្នេះព្រះគម្ពីរដែលជាខ្យល់ដង្ហើមរបស់ព្រះគឺជាអ្វីមួយដែលចេញមកពីរូបអង្គព្រះជាម្ចាស់ B ព្រះគម្ពីរផ្ទុកនៅអង្គធាតុរបស់ព្រះគឺជាពន្លឺជាជីវិតជាសេចក្តីស្រឡាញ់ជាចេស្តានិងជាប្រាជ្ញាចំណុចទាំងនេះហើយដែលព្រះបានបញ្ចេញចូលទៅក្នុងព្រះគម្ពីររ៉ូម៉ាំង3បទគម្ពីរទាំងប៉ុន្មានដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង